ជំរាបសួរតែជនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមានរថយន្តថ្មីចង់មកបង្ហាញជូនបងហើយថ្ងៃនេះគឺប្លែកចាប្លែកអារម្មណ៍ជូនបងតែម្ដងសម្រាប់រថយន្តដែលខ្ញុំចង់បង្ហាញបងហ្នឹងគឺចា Toyota Highlander ស៊េរីឆ្នាំ2011ចាពណ៌សកាមៃខាងក្នុងលឿងកៅអី3ជួរម៉ាស៊ីន4បងប្អូនទាំងគ្នាចាសម្រាប់រថយន្តមួយគ្រឿងនេះគឺមកប្លែកពីរថយន្តរហដងចាដោយសារតែ option គឺ full កប់ហ្មងចា option គឺអស់ត្រឹមហ្នឹងហ្មងបងប្អូនទាំងគ្នាចាឥឡូវយើងមកមើលផ្នែកខាងក្រោយ option វាមានកាមេរ៉ាក្រោយបងប្អូនទាំងគ្នាចាហើយវាមានបើកកញ្ចក់នេះដែរហើយជាមួយនឹងបើកគូតក្រោយអូតូឥឡូវខ្ញុំបើកគូតក្រោយអូតូជូនបងចាបើកគូតក្រោយហ្នឹងបងចង់បើកនៅសោក៏បានបងចង់បើកពីខាងក្នុងឡាននេះទៅក៏បានដែរពិសេសមែនតើបងប្អូនទាំងអស់គ្នាអត់ឯងជួបទេចាតែជួបបានជាគ្រឿងទី3សម្រាប់ Highlander នេះចាហើយកៅអី3ជួរនេះបងចង់តម្លាក់ក៏បានបងចង់លើកឡើងក៏បានដែរសម្រាប់បងដែលគាត់មានសមាជិកច្រើនចាបងលើកឡើងទៅហើយបើសិនជានេះបងតម្លាក់វាចុះទៅយើងដាក់អវ៉ាន់បានច្រើនអញ្ចឹងណាបងចាតម្លាក់បានស្មើគ្រាន់ថាខ្ញុំកម្លាំងអត់ដល់អូខេឥឡូវយើងមកមើលផ្នែកខាងក្នុងវិញម្ដងសម្រាប់ឡាននេះគឺខាងក្នុងលឿងដែលខ្ញុំបានជំរាបបងចាហើយមកជាមួយនឹងពុកស្បែកស៊ីនមានកៅអីចុចសម្រាប់ម៉ាស៊ីន4នេះបើនិយាយពីម៉ាស៊ីនត្រជាក់គឺដល់ក្រោយហ្មងបងប្អូនទាំងគ្នាចាមកដល់ក្រោយហ្មងអញ្ចឹងសម្រាប់អ្នកដែលគាត់អង្គុយនៅខាងក្រោយក៏អត់មានអារម្មណ៍ថាក្តៅដែរចាអាចសេរីស្រង់ម៉ាស៊ីនត្រជាក់បានខ្លួនឯងចង់តម្លើងចង់តម្លាក់អីបានខ្លួនឯងអញ្ចឹងណាហើយនេះកៅអីចុចចាពុកស្បែកមកជាមួយនឹងមានប៊ូតុងគេថាបើកគូតអូតូចាបងចុចបានហើយមានបើកដបូលឥឡូវយើងទៅមើលបើកដបូលសម្រាប់បើកដបូលបងដែលគាត់ត្រូវទៅខេត្តចាទៅសមុទ្រទៅមណ្ឌលគិរីរតនគិរីអីហ្នឹងណាគាត់មានទេសភាពអីយើងបើកដបូលអឺតមើលទេសភាពអីបានអញ្ចឹងណាវានិយាយទៅដូចបងមានកូនតូចអីគាត់ចង់ឡើងមើលអីចឹងណាចាសម្រាប់បើកដបូលគឺពិសេសមែនតើជាមួយនឹង Highlander ព្រោះដោយសារតែយូរមានមកគ្រឿងទេអត់សម្បូរទេបងចាបងដែលគាត់ធ្លាប់ទិញ Highlander ដឹងហើយពួកម៉ាស៊ីន4នេះ option កប់អញ្ចេះកម្រជួបហើយក៏អត់សូវមានដែរហើយអានេះអេក្រង់គេអេក្រង់កាមេរ៉ាក្រោយអេក្រង់វាគឺប៉ុណ្ណេះទេចាអេក្រង់ស៊ីនមកចឹងបើសិនជាបងចង់បានធំជាងហ្នឹងតតែយើងឡើងចាឡើង Android នៅស្រុកខ្មែរចាព្រោះដោយសារពីអាមេរិកមកវាមានប៉ុណ្ណឹងហើយតលាយស្រួលបងដែលគាត់មានសមាជិកច្រើនចាបងដែលគាត់ចង់ប្រើឡានបែបខ្ពស់តលាយចាសម្រាប់ការស៊ីសាំង100គីឡូខ្ទង់9លីត្រតាមខ្ញុំដឹងខ្ទង់9លីត្រហើយសម្រាប់កូនផ្លូវឡានមួយគ្រឿងនេះមួយឆ្នាំបង250000អូខេឥឡូវយើងទៅមើលប្រឡងម៉ាស៊ីនសម្រាប់ប្រឡងម៉ាស៊ីននេះគឺយើងលាងធម្មតាទេបងអញ្ចឹងបងអត់ឃើញវាលងវាទឹកប្រាក់វាអីទេគឺយើងលាងដោះធម្មតាវានៅមានកែនៅមានអីតិចតួចចឹងណាស្រួលបងមើលចាវាឆេះវាស្នឹមវាអីអត់ក៏បងមើលដឹងដែរនិយាយទៅងាយស្រួលសម្រាប់បងមើលហើយសម្រាប់នៅ MK ពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនហើយនឹងប្រអប់លេខគឺខាងបងអូនធានាជូនបងរហូតដល់រយៈពេល2ឆ្នាំពេញចាយើងធានា2ឆ្នាំពេញជូនបងតែម្ដងទៅលើម៉ាស៊ីនឡង់ម៉ាស៊ីនកាំងម៉ាស៊ីនជ្រាបប្រេងមានបញ្ហាទាំងអស់ហ្នឹងបងចាអញ្ជើញយករថយន្តយកមកឃ្លាំងបានចាធ្វើអត់ថ្លៃសេវាទេពាក់ព័ន្ធជាមួយនឹងប្រព័ន្ធភ្លើងគឺខាងបងអូនធានាជូនបងរយៈពេល3ខែពេញចាអញ្ចឹងបងដែលគាត់ចាប់អារម្មណ៍ចាអាចតាក់ទងមកខាងបងអូនបានបងចង់ទិញដាច់ក៏បានបងចង់បងមលុះក៏បានវាយដូរជាមួយនឹងឃ្លាំងផ្ទាល់ក៏បានដែរទីតាំងគឺនៅខាងក្រោយ Hotel Intercon នៅលើផ្លូវ430កែងជាមួយនឹងផ្លូវ205នៅម្ដុំផ្លូវក្រោយប៉េរូស៊ីតែម្ដងបងអាចតំណតាមលេខទូរស័ព្ទទាំងពីរខ្សែនេះបានចាគឺយើងមាន085ចា070 91 36 36ចាអរគុណជម្រាបលាបងទាំងអស់គ្នាជួបគ្នាវីដេអូក្រោយមានរថយន្តថ្មីខ្ញុំនឹងបង្ហាញជូនបងទៀតចាំបងកុំភ្លេចជួយ like share ចាហើយចាប់អារម្មណ៍អញ្ជើញមកឃ្លាំងផ្ទាល់បានអរគុណជម្រាបលា